កដែលមិនគួរញ៉ាំជារួមគ្នាតើពិតមែនឬគ្រាន់តែជាជំនឿនៅលើបណ្ដាញសង្គមឬក្នុងជីវភាពប្រចាំថ្ងៃយើងតែងឮការព្រមានថាអាហារខ្លះមិនគួរញ៉ាំជាមួយគ្នាប៉ុន្តែតើការព្រមានទាំងនោះសុទ្ធតែត្រឹមត្រូវឬគ្រាន់តែជាជំនឿថ្ងៃនេះយើងមកស្គាល់ឧទាហរណ៍ចំនួន4ដែលគេនិយាយញឹកញាប់1ទឹកដោះគោផ្លុះផ្លែឈើជូរមនុស្សជាច្រើនជឿថាការញ៉ាំទឹកដោះគោជាមួយផ្លែក្រូចឆ្មាឬផ្លែឈើជូរផ្សេងៗអាចបណ្ដាលឲ្យពុលឬឈឺពោះតើការអះអាងនេះមកពីណាជំនឿនេះមានប្រភពចម្បងពីអាយុវវេទ Ayurveda ប្រព័ន្ធវេជ្ជសាស្ត្របុរាណរបស់ឥណ្ឌាដែលចាត់ទុកថាផ្លែឈើមួយចំនួនជាពិសេសផ្លែឈើជូរមិនគួរលាយជាមួយទឹកដោះគោព្រោះគេជឿថាអាចរំខានដល់ការរំលាយអាហារហើយគួរតែត្រូវបានទទួលទានដាច់ដោយឡែកពីទឹកដោះគោដើម្បីរក្សាសុខភាពប៉ុន្តែវេជ្ជសាស្ត្រសម័យទំនើបមិនបានរកឃើញភស្តុតាងថាការញ៉ាំផ្លែឈើជាមួយទឹកដោះគោជាគ្រោះថ្នាក់ចំពោះមនុស្សភាគច្រើននោះទេតើហេតុអ្វីមនុស្សខ្លះមានអារម្មណ៍មិនស្រួលមានករណីមួយចំនួនចំពោះអ្នកដែលមិនអាចរំលាយជាតិ lactose intolerance អាចហើមពោះឬរាគក្រោយផឹកទឹកដោះគោមិនមែនដោយសារផ្លែឈើទេផ្លែឈើមានជាតិសរសៃខ្ពស់អាចធ្វើឲ្យអ្នកខ្លះមានអារម្មណ៍ឆ្អែតឬហើមពោះបន្តិចផ្លែឈើជូរអាចធ្វើឲ្យទឹកដោះគោកាត់ curdle ប៉ុន្តែនេះក៏កើតឡើងដដែលនៅក្នុងក្រពះដោយសារអាស៊ីតក្រពះហើយវាជាដំណើរការធម្មតាប៉ុន្តែប្រុងប្រយ័ត្នចំពោះអ្នកមានអាឡែហ្ស៊ីទឹកដោះគោ 2. ទឹកដោះគោនិងទុរេនជំនឿញ៉ាំចូលគ្នាអាចបណ្ដាលឲ្យពុលឬអាចបណ្ដាលឲ្យពុលដល់ស្លាប់ការពិតភាគច្រើនជាការយល់ច្រឡំមិនមានជាតិពុលនោះទេប៉ុន្តែទុរេនមានកាឡូរីនិងកាបូអ៊ីដ្រាតខ្ពស់ចំណែកទឹកដោះគោមានជាតិខ្លាញ់និងប្រូតេអ៊ីនការញ៉ាំរួមគ្នាធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការធ្ងន់នាំឲ្យក្តៅក្នុងណែនទ្រូងឬហើមពោះជាពិសេសអ្នកមានជំងឺបេះដូងឬលើសឈាមបើយោងតាមប្រភពពីអូក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ី Ministry of Health Malaysia បានចេញមុខបដិសេធពាក្យចចាមអារ៉ាមរឿងពុលទុរេននេះ 3. ករណីទុរេននិងគ្រឿងស្រវឹងជំនឿការញ៉ាំផ្សំផ្លែទុរេននិងគ្រឿងស្រវឹងអាចមានជាតិពុលខ្លាំងឬអាចបណ្ដាលឲ្យស្លាប់បានការបកស្រាយមិនមានការស្រាវជ្រាវណាបង្ហាញថាញ៉ាំទុរេនជាមួយគ្រឿងស្រវឹងបង្កជាជាតិពុលឡើយប៉ុន្តែការសិក្សាបានបង្ហាញថាទុរេនមានជាតិ sponsor sulfur ខ្ពស់ដែលអាចរារាំងអង់ស៊ីមបំបែកជាតិអាល់កុលក្នុងករណីញ៉ាំជាមួយស្រាធ្វើឲ្យក្តៅក្នុងធ្វើឲ្យមុខក្រហមចង្វាក់បេះដូងលោតញាប់និងណែនទ្រូងខ្លាំងជាទូទៅវាត្រូវបានណែនាំឲ្យរងចាំយ៉ាងហោចណាស់2 ទៅ 4 ម៉ោងបន្ទាប់ពីទទួលទានផ្លែទុរេនមុនពេលផឹកគ្រឿងស្រវឹងដើម្បីកាត់បន្ថយហានិភ័យសុខភាពនេះបើយោងតាមប្រភពពីការសិក្សាវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ University of Tsukuba ប្រទេសជប៉ុនស្ដីពីឥទ្ធិពលជាតិ sponsor ក្នុងទុរេន 4. បង្គាគ្រឿងសមុទ្រនិងវីតាមីន C ផ្លែឈើជូរជំនឿជាតិកាត់ក្នុងផ្លែឈើបំផ្លាញសារធាតុក្នុងបង្គាទៅជាថ្នាំពុលអាសេនិកស្លាប់ភ្លាមការពិតប្រតិកម្មគីមីនេះអាចកើតឡើងតែក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះក្នុងក្រពះមនុស្សបរិមាណដែលញ៉ាំទូទៅមិនអាចបង្កើតជាតិពុលដល់កម្រិតគ្រោះថ្នាក់បានទេប៉ុន្តែសម្រាប់អ្នកអាឡែស៊ីអាចបង្កជាកន្ទួលរមាស់ការបកស្រាយពាក្យចចាមអារ៉ាមនេះកើតចេញពីការយល់ច្រឡំលើប្រតិកម្មគីមីរវាងអាសេនិកសរីរាង្គ organic arsenic ក្នុងគ្រឿងសមុទ្រនិងអាស៊ីត ascorbic វីតាមីន C វិទ្យាសាស្ត្របញ្ជាក់ថាក្រពះមនុស្សមិនអាចបង្កើតប្រតិកម្មនេះរហូតដល់កម្រិតពុលស្លាប់ដោយការចែកចាយលើអ៊ីនធឺណិតឡើយនេះបើយោងតាមប្រភពពីសមាគមគីមីសាស្ត្រអាមេរិក American Chemical Society ACS អ្វីដែលគួរប្រុងប្រយ័ត្នជាងជំនួសឲ្យការព្រួយអំពីការផ្សំអាហារទាំងនេះអ្នកគួរយកចិត្តទុកដាក់លើកុំញ៉ាំអាហារផ្អែមច្រើនពេកកុំញ៉ាំអាហារប្រៃខ្លាំងជាប្រចាំកុំញ៉ាំអាហារកែច្នៃច្រើនពេកញ៉ាំអាហារឲ្យមានតុល្យភាពនិងចម្រុះនោះទើបជាកត្តាសំខាន់សម្រាប់សុខភាពការពិតគឺអាហារភាគច្រើនអាចញ៉ាំជាមួយគ្នាបានបញ្ហាមិនមែននៅការផ្សំអាហារទេប៉ុន្តែស្ថិតនៅលើបរិមាណដែលយើងញ៉ាំនិងទម្លាប់នៃការញ៉ាំប្រចាំថ្ងៃតើអ្នកធ្លាប់ឮជំនឿណាមួយអំពីការផ្សំអាហារដែរឬទេសរសេរមតិរបស់អ្នកនៅខាងក្រោមហើយកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗអំពីសុខភាព